ភាគីទាំងសងខាងគឺមានការអះអាងរៀងខ្លួនដើម្បីកេងចំណេញនយោបាយរៀងខ្លួនអ្នកដែលប្របាក់ជាងគេគឺប្រជាពលរដ្ឋខ្មែរដែលខ្វះព័ត៌មានឯករាជ្យហើយយើងនឹងថ្លឹងថ្លែងព័ត៌មាននេះទៅតាមប្រភពស្ដាប់មកខាងនេះបន្តិចទៅហើយផ្ទៀងផ្ទាត់ជាមួយព័ត៌មានខាងថៃបន្តិចមើលតើវាយ៉ាងម៉េចតែយ៉ាងណានៅក្នុងលើកនេះគឺយើងមានកិច្ចព្រមព្រៀងសំទោសសេចក្តីថ្លែងការណ៍រួមមួយរបស់គណៈកម្មការព្រំដែនសីមាចម្រុះខ្មែរថៃ GBC នេះដែរដូច្នេះតើខ្លឹមសារចម្រុះនោះយ៉ាងណាក៏ប៉ុន្តែនេះគឺជាមេតិការប្រចាំថ្ងៃនេះគឺមានដូចតទៅគឺទី1រដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិថៃថាកិច្ចព្រមព្រៀងសន្តិភាពចេញរួចព្រោះហួចឲ្យកម្ពុជាព្រមតាមលក្ខខណ្ឌ4ខរបស់ថៃទី2គឺកាសែតថៃបង្កើតតួអង្គអ្នកនយោបាយថ្មីរបស់ខ្មែរដែលនឹងដឹកនាំប្រទេសកម្ពុជាទៅអនាគតតើអ្នកណាជាតួអង្គនយោបាយថ្មីហេតុអីបានថៃជាអ្នកបង្កើតហើយចោះការដឹកនាំប្រទេសសប្តាហ៍ថ្ងៃវាទៅជាយ៉ាងណាបានជាថៃចាប់ផ្ដើមត្រួសត្រាយផ្លូវឲ្យកម្ពុជាដើរទី3គឺរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23បានប្រកាសជាផ្លូវការនៅខួបលើកទី34នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីលោកបណ្ឌិតឡាវម៉ុងហៃឆ្ងល់ថាហេតុអ្វីបានជាគេមិនយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីទៅដោះស្រាយបញ្ហាឈ្លានពានទឹកដីខ្មែរស្ងាត់តែមិនស្ងៀមបុគ្គលិកធនាគារម្នាក់ត្រូវបានចាប់ខ្លួនពីបទញុះញង់និងប្រមាថមន្ត្រីរាជការពាក់ព័ន្ធទៅនឹងការបញ្ចេញមតិលើបណ្ដាញសង្គមបន្តទៀតគឺអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុនប្រេងឥន្ធនៈធំៗពីររបស់រុស្ស៊ីនិងបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននេះក្នុងប្រព័ន្ធហិរញ្ញវត្ថុអាមេរិករួមនឹងព័ត៌មានសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនៅថ្ងៃនេះផងបាទនៅមានព័ត៌មានច្រើនទៀតបងប្អូនឥឡូវនេះចាប់ពីព័ត៌មានដំបូងទៅមុនថាភាគីថៃដូចជាអក្រៃត្បិតអីថៃបានដីខ្មែរបានសន្តិភាពនេះគឺជាក្តីកង្វល់របស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសជាពិសេសនៅក្នុងប្រទេសក៏ខ្វល់ដែរគ្រាន់តែថាបងប្អូនភាគច្រើននៅក្នុងប្រទេសលោកមិនហ៊ានបញ្ចេញមតិអីទេព្រោះខ្លាចគេធ្វើទុកបុកម្នេញផ្នែកការបញ្ចេញមតិនោះអញ្ចឹងហើយបានជានៅស្ងៀមអញ្ចឹងអ្នកនៅខាងក្រៅប្រទេសនេះពួកគាត់ក៏មានមតិរៀងខ្លួនប៉ុន្តែមុននឹងចូលដល់មតិរបស់ពួកគាត់មុននឹងចូលដល់អ្វីដែលរដ្ឋមន្ត្រីការបរទេសថៃនិងរដ្ឋមន្ត្រីការពារជាតិថៃនាំគ្នាអក្រៃព្រោះថៃបានដីខ្មែរបានសន្តិភាពនេះខ្ញុំនឹងជម្រាបជូនអំពីសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកហៅកាត់ជាភាសាអង់គ្លេសថា JBC ដែលធ្វើឡើងនៅឯខេត្តច័ន្ទបុរីនៅឯប្រទេសថៃកាលពីថ្ងៃទី21និងថ្ងៃទី22ខែតុលាកន្លងទៅនេះដូច្នេះសេចក្តីប្រកាសព័ត៌មានរួមនេះគឺសម្រាប់គណៈកម្មការនៃតំណាងគណៈប្រតិភូទាំងពីរប្រទេសគឺថៃកម្ពុជាដែលបានចេញនៅថ្ងៃទី23ខែតុលានេះបាទកិច្ចប្រជុំគណៈកម្មការចម្រុះកិច្ចការព្រំដែននេះគឺធ្វើដូចខ្ញុំបានជម្រាបខាងខ្មែរមានលោកឡាំជាដែលជារដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការឋានកិច្ចការព្រំដែននិងជាសហប្រធាន JBC នឹងផងហើយខាងថៃមានលោកប្រសាសន៍វិនិច្ឆ័យដែលជាទីប្រឹក្សាក្រសួងការបរទេសនៃក្រសួងនៃប្រទេសថៃហើយនឹងជាសហប្រធានគណៈកម្មការ JBC នេះដែរបាទឥឡូវនេះគឺអ្វីដែលជាការឯកភាពគ្នាគឺយើងចាប់ពីចំណុចទី3ទៅភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែនហៅកាត់ថា JTSC កម្ពុជាថៃដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើមបាទចំណុចទី4គឺភាគីទាំងពីរឯកភាពសាងសង់ឡើងវិញនៅបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាសំទោសតែភាគីទាំងពីរនឹងឯកភាពគ្នាបានន័យថាបង្គោលលិចទឹកទាំង3នេះអត់ទាន់ឯកភាពគ្នាទេហើយនឹងសាងសង់ឬក៏ធ្វើបង្គោលនឹងដែរបង្គោលព្រំដែននេះបន្ទាប់មកទៀតគឺតកតនឹងចំណុចលេខ6ខ្ញុំអានចោះដោយសារតែឯកសារនេះវែងហើយខ្ញុំចង់តែយកចំណុចកត់សម្គាល់មួយចំនួនដើម្បីយកមកផ្ទៀងផ្ទាត់ជាមួយនឹងសាររបស់ខាងភាគីថៃហើយនឹងអ្នកធ្លាប់មើលសង្គមដែលលើកឡើងអំពីបញ្ហាទី6នេះគឺពាក់ព័ន្ធនឹងករណីចោះវាស់វែងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់47ក្នុងតំបន់ភូមិជោគជ័យនិងតំបន់ភូមិព្រៃច័ន្ទជោគជ័យថៃគេហៅនងច័ន្ទព្រៃច័ន្ទថៃគេហៅនងយ៉ាកែវបាទចំណុចហ្នឹងគឺមានចំណុចលេខ6មានកខកទៀតខ្ញុំសូមអានចំណុចខទៅបន្ទាប់ពីបញ្ចប់ការវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្នព្រមទាំងទទួលបានការយល់ព្រមពីរដ្ឋាភិបាលរៀងខ្លួនភាគីទាំងពីរនឹងស្នើសុំយោបល់ពីរដ្ឋាភិបាលរៀងខ្លួនដើម្បីពិនិត្យនិងសម្រេចលើការបង្កើតយន្តការសមស្របណាមួយសម្រាប់ធ្វើការកែសម្រួលកាន់កាប់និងអាស្រ័យផលរបស់ភាគីទាំងពីរបងប្អូនចង់ឲ្យបងប្អូនកត់សម្គាល់ការប្រើប្រាស់ពាក្យពេចន៍បន្តិចនៅក្នុងចំណុចទី6រឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះគឺគេប្រើពាក្យថាបង្កើតយន្តការសមស្របណាមួយសម្រាប់ធ្វើការកែសម្រួលបាទភាសាកែសម្រួលនេះគឺជាភាសាដែលប្រើប្រាស់យ៉ាងរត់មាត់
ให้មាននៃបង្កប់ច្រើនណាស់នៅក្រៅពីការភាសាកែសម្រួលបងប្អូនមានដឹងទេអាកាលពេលគេកែសម្រួលនៅមុំបីពីរឿងនេះហ្នឹងគឺលុបត្រង់សេអស់ដកទាត់ថយអីចឹងទៅប៉ុន្តែនោះគឺជាភាសាកែសម្រួលដែរប៉ុន្តែការកែសម្រួលនេះគឺបានន័យថាម៉េចគឺអាចអ្នកណានៅនឹងដដែលឬក៏រៀបចំប្លង់កម្មសិទ្ធិដីធ្លីអីយ៉ាងម៉េចតើតើនឹងការអាស្រ័យផលនៅភូមិព្រៃច័ន្ទនិងភូមិនងចាននិងភូមិជោគជ័យនេះបាទដូច្នេះចំណុចដែលសំខាន់គឺមានតែចំណុចដែលខ្ញុំលើកឡើងមិញនេះទេអញ្ចឹងជារួមគឺមានកិច្ចព្រមព្រៀងមួយព្រមដោះស្រាយបញ្ហានេះដោយកំណត់យកភូមិជោគជ័យនិងភូមិព្រៃច័ន្ទអីហ្នឹងដើម្បីសម្រាប់កែសម្រួលតកតងនៅក្នុងការអាស្រ័យផលហ្នឹងហើយនេះគឺជាលទ្ធផលហើយលទ្ធផលនេះគឺភាគីកម្ពុជាក៏ផ្សព្វផ្សាយយ៉ាងកក្រើកថាជាផលផ្លែផ្កាមួយយ៉ាងត្រចះត្រចង់ឆ្ពោះទៅរកការបានសន្តិភាពជានាគ្នាជាមួយនឹងថៃហើយឈានទៅរកការមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីមួយដែលលោកប្រធានាធិបតីធ្វើជាអធិបតីប្រគ្រប់កិច្ចដើម្បីជានិមិត្តរូបនៅក្នុងការចុះហត្ថលេខានៅទីក្រុងកូឡាលំពួរនៅថ្ងៃទី26ខាងមុខនេះហើយបាទឥឡូវនេះគឺអានេះគឺជាសេចក្តីថ្លែងការណ៍ប្រកាសរួមដែលមើលទៅគឺដូចជាស្រស់ស្រួលគ្នាដូចជាអត់មានអីទាស់គ្នាសោះហើយនៅពេលដែលមានទាស់អីគ្នាសោះនេះបងប្អូនចាប់ផ្ដើមសួរសំណួរទៅវិញថាចុះថៃស្រួលម៉េះថៃបានឲ្យអីខ្លះមកខ្ចាក់អីមកខ្មែរវិញហើយបានជាព្រមព្រៀងគ្នាដែលអត់មានតវ៉ាអីសោះហើយអាចត្រឹមត្រូវគ្នាបងប្អូនមុននឹងចេញសេចក្តីប្រកាសព័ត៌មានរួមនេះណាភាគីទាំងពីរចាប់តាំងពីម៉ោង4ម៉ោង5រសៀលប៉ុន្តែនៅសម្រួលពាក្យពេចន៍ទម្រាំចេញសេចក្តីថ្លែងការណ៍រួមនេះដល់ទៅ6ម៉ោងក្រោយទៀតរំលងអាត្រៀតថ្ងៃពុធចូលដល់ម៉ោង12រំលងអាត្រៀតម៉ោង12 5នាទីឬ10នាទីរំលងអាត្រៀតចូលដល់ព្រឹកថ្ងៃពហុទៅហើយទើបអាចនឹងសម្រួលពាក្យពេចន៍នេះបានហើយការសម្រួលពាក្យពេចន៍នេះគឺមានសាវតាដែលកម្ពុជាអត់បានលើកឡើងទេប៉ុន្តែភាគីថៃគេលើកឡើងថាហេតុអីបានជាគេព្រមឲ្យកម្ពុជាសម្រួលពាក្យពេចន៍នឹងចោះប៉ុន្តែខ្លឹមសារពិតគឺគេថា4ចំណុចដែលដាក់ឲ្យកម្ពុជាហ្នឹងគឺកម្ពុជាព្រមតាមលក្ខខណ្ឌរបស់គេហើយគ្រាន់តែកម្ពុជាស្នើសុំឲ្យសម្រួលពាក្យពេចន៍កុំឲ្យវាធ្ងន់ពេកថៃថាសុខចិត្តឲ្យសម្រួលតាមហើយខ្ញុំនឹងបញ្យល់អំពីខាងភាគីថៃគេឲ្យសម្រួលពាក្យពេចន៍អីគេខ្លះតើហើយអ្នកដែលឃ្លាំមើលសង្គមអីហ្នឹងគាត់មានប្រសាសន៍យ៉ាងម៉េចតកតងនឹងចំហទាំងនេះហើយចោះស្ថានទូតថៃស្ថានទូតជប៉ុនស្ថានទូតបារាំងអីហ្នឹងគឺគេគិតគូរយ៉ាងម៉េចប៉ុន្តែបងប្អូនគាត់ជម្រាបបងប្អូនបន្តិចទេណានៅពេលដែលកិច្ចព្រមព្រៀងឬក៏ការចរចាសន្តិភាពសម្រាប់សម្រួលគ្នាជាមួយភាគីថៃនឹងកើតឡើងហ្នឹងគឺថៃសម្រេចក្នុងខោដដែលទេនិយាយទៅស្ងប់តាខ្មែរទេថៃអត់ស្ងៀមទេគឺថៃនៅក្នុងថ្ងៃទី23ហ្នឹងពេលរសៀលហ្នឹងគឺនៅជាពិសេសច្រកអានសេះយកស្បៃយកមករាយតាមកន្លែងបលាលួសដែលថៃដាក់ហើយនៅក្រោមខ្សែភ្នែករបស់ទាហានខ្មែរដែលបានតែឈរមើលភ្លឺហើយថៃធ្វើទាំងបំពេញតើថៃមានសុឆន្ទៈឬក៏ភាពស្មោះត្រង់ដែរទេក្នុងការដែលដូចថាចរចាឲ្យមានភាពស្មើគ្នាព្រោះថៃហាក់បីដូចជាយកយុទ្ធសាស្ត្រវាយបដាចរចាបដាទន្ទ្រានបដាចរចាបដាបានត្រឹមណាយកប៉ុណ្ណឹងព្រោះក្នុងពេលហ្នឹងខ្មែរអត់អាចតវ៉ាអីបានទេដូច្នេះគេមកដល់ច្រកអានសិនហ្នឹងយកអាស្បៃខ្មៅហ្នឹងយកមកគ្របនៅលើអាកន្លែងបលាលួសនឹងទៀតហើយយើងជឿទេថាថៃនឹងដករបស់នឹងអស់ទៅវិញព្រោះសូម្បីតែដល់ថ្ងៃកំពុងតែជជែកគ្នានឹងថានឹងត្រូវគ្នាហើយនៅតែយកស្បៃនឹងយកមកទៀតរឿងទាំងអស់នេះហើយដែលធ្វើឲ្យអ្នកដែលតាមដានសង្គមហាក់បីដូចជាមានការព្រួយបារម្ភច្រើនឥឡូវនេះខ្ញុំលើកពីមតិរបស់អ្នកដែលឃ្លាំមើលសង្គមគឺលោកម៉ែនណាតហើយនិងលោកអ៊ុំសំអានដែលជាអ្នកដែលឈឺឆ្អាលនៅក្នុងកិច្ចការងារនេះហើយតែងតែបញ្ចេញមតិជាញឹកញយលោកតែងតែព្រួយបារម្ភយ៉ាងខ្លាំងប៉ុន្តែមុននឹងលើកអំពីមតិរបស់លោកម៉ែនណាតនិងលើកពីមតិលោកអ៊ុំសំអានខ្ញុំចង់លើកអំពីប្រសាសន៍របស់លោកណាត់ភងណាផានិចនិងលោកស៊ីរស័កភួងកេតកែវលោកណាត់ភងណាផានិចគឺជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស៊ីរស័កភួងកេតកែវគឺជារដ្ឋមន្ត្រីក្រសួងការបរទេសថៃហើយលោកប្រសាសន៍លោកប្រសាសន៍នេះគឺលោកជាអនុសន្ទុះសហប្រធាននៃ JBC របស់ខាងភាគីថៃដែរអ្នកទាំងអស់គ្នាសុទ្ធតែនិយាយអំពីភាពជោគជ័យថាកម្ពុជាព្រមតាមលក្ខខណ្ឌ4ខរបស់ថៃបងប្អូនលក្ខខណ្ឌ4ខរបស់ថៃនឹងអីលក្ខខណ្ឌ4ខរបស់ថៃនឹងគឺទី1ដកកំភ្លើងធំទាហានជួរមុខដែលនិយាយទៅកំភ្លើងធំអាវុធយុទ្ធភ័ណ្ឌធ្ងន់នៅជួរមុខព្រំដែននឹងត្រូវដកចេញទី2គឺដោះមីនទី3គឺត្រូវសហការប្រយុទ្ធប្រឆាំងអំពើជួញដូរអនឡាញនិងទី4គឺការដែលដោះស្រាយបញ្ហាភូមិព្រៃច័ន្ទនិងភូមិជោគជ័យនិយាយទៅគឺតំបន់ដែលតាក់ទងនឹងថៃទាមទារឲ្យខ្មែរដកខ្លួនដកប្រជាពលរដ្ឋរើចេញពីតំបន់ហ្នឹងដើម្បីទុកដីនឹងឲ្យថៃអីអញ្ចឹងសូម្បីតែដីនឹងជាដីខ្មែរដូច្នេះចំណុចទាំង4នេះឯងដែលថៃតវ៉ាតតាំងពីដើមទីមកហើយថៃបានពមៀនកម្ពុជាទៅទៀតថាបើអត់ព្រមព្រៀងចំណុចទាំង4ហ្នឹងទេគ្មានទេកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាលំពួរអីនោះឥឡូវពួកគេបាននិយាយថា
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកាឡាលំពួរនេះគឺចេញរួចហើយដោយសារតែភាគីកម្ពុជាព្រមទាំងលក្ខខណ្ឌទាំង4ហ្នឹងហើយឥឡូវនេះគឺអ្វីដែលមួយនៅក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍រួមយើងមើលទៅឃើញដូចមានការសម្របសម្រួលពាក្យពេចន៍មួយចំនួនធំដែលយើងមើលទៅគឺយើងមិនដឹងថាតើមានន័យយ៉ាងម៉េចឲ្យប្រកាសផងទេគ្រាន់តែថាស្រស់ស្រួលគ្នាធ្វើនេះស្រស់ស្រួលគ្នាធ្វើនោះប៉ុន្តែថៃគឺគេសប្បាយចិត្តថាការស្រស់ស្រួលនេះគឺជាការដែលស្របតាមលក្ខខណ្ឌទាំង4របស់ថៃទៅវិញបានន័យថាម៉េចចឹងបានន័យថាភូមិនងច័ន្ទភូមិព្រៃច័ន្ទឬក៏ភូមិជោគជ័យអីហ្នឹងគឺវានឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃអញ្ចឹងហើយថៃកម្ពុជាសម្របសម្រួលទទួលយកទៅហើយមានការចោះវាស់វែងព្រំដែនសីមាហ្នឹងអញ្ចឹងទៅឬក៏យ៉ាងម៉េចបាទហើយបកគលកម្មសិទ្ធិនឹងឲ្យថៃគឺយ៉ាងម៉េចព្រោះអីថៃគេច្បាស់ហើយថាគេចរចានេះគឺបានចំណេញអធិបតេយ្យរបស់ថៃការពារដែនអធិបតេយ្យរបស់គេមិនឲ្យបាត់មកចំអាមណាទាមទារឲ្យខាងតែបានអញ្ចឹងខ្មែរក៏ថាតែអញ្ចឹងដូចតែគ្នាបាទឥឡូវនេះគឺខ្ញុំអានសាររបស់អ្នកដែលឈឺឆ្អាលកិច្ចការសង្គមទី1គឺលោកម៉ែនណាតមានសារច្រើនដែរតែខ្ញុំអានសារទី1របស់លោកថាតាក់ទងនឹង JBC នេះបាទព្រោះលោកមានសារតាក់ទងនឹងGBC ទៅទៀតរឿងលោកនៃរដ្ឋមន្ត្រីការពារជាតិទីសីហារបស់កម្ពុជាហើយនឹងណត្តភងមកផនិចរបស់ថៃ JBC ហ្នឹងលោកមែនណាក៏មានមតិដែរប៉ុន្តែខ្ញុំអានមតិរបស់គាត់តាក់ទងនឹង JBC នេះរឿងអាយុជីវិតជាតិរបស់យើងពីរឿងជលព្រមតាមលក្ខខណ្ឌទាំង4ចំណុចនេះនៅក្នុងនោះមិនចែងលក្ខខណ្ឌ4ចំណុចហ្នឹងឲ្យច្បាស់ទេប៉ុន្តែថៃគេច្បាស់របស់គេទាំង3 4អ្នកហ្នឹងដែលមកធ្វើជាគណៈប្រតិភូចរចានេះហ្នឹងជជែកហ្នឹងគឺគេថាគេបានជោគជ័យទាំង4ចំណុចលោកម៉ែនណាតនិយាយចេះថាគួរឆ្វេងយល់ចំពោះចំណុចមួយចំនួនដែលជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនព្រំសីមា JBC រវាងកម្ពុជាថៃកាលពីថ្ងៃទី21 22ខែតុលាហើយសរសេរចេញជាសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាភាគីកម្ពុជាបានបំពេញបំណងចង់បានរបស់ថៃគឺចាញ់ប្រៀបថៃដើម្បីបញ្ជៀសការទន្ទ្រានរបស់ថៃមកលើបូរណភាពទឹកដីខ្មែរបន្ថែមទៀតបានន័យថាព្រមយកទៅកុំឲ្យគេទន្ទ្រានថែមទៀតមានប្រមាណឲ្យគេប៉ុណ្ណឹងសិនទៅនៅកន្លែងហ្នឹងចំណុចទី1លោកបានបញ្ជាក់ថាត្រង់ចំណុចទី3នៃសេចក្តីប្រកាសព័ត៌មានពាក្យថាសាងសង់បង្គោលព្រំដែនឡើងវិញនៅបង្គោលចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពនៅលើទីតាំងដើមនេះលោកបកស្រាយថាចំណុចនេះដើម្បីជំរះមន្ទិលសង្ស័យបានគឺទាល់តែរដ្ឋាភិបាលកម្ពុជានិងថៃស្នើសុំសហការពីប្រទេសបារាំងសូមឲ្យគេជួយទាំងអ្នកជំនាញទាំងបច្ចេកទេសទាំងផែនទីផ្ទៀងផ្ទាត់និងឯកសារពាក់ព័ន្ធនានាដូចជារបាយការណ៍លម្អិតអំពីទីតាំងបង្គោលព្រំដែននីមួយៗរួមទាំងនិយមការបង្គោលជាដើមចំណុចទី2លោកថានៅត្រង់ចំណុចទី6នៃសេចក្តីប្រកាស JBC ថាពាក់ព័ន្ធនឹងការចុះវាស់វែងនឹងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងការកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់47ក្នុងភូមិជោគជ័យនិងភូមិព្រៃច័ន្ទដែលភ្ជាប់ចំណុចកខកនិងខលោកបញ្ជាក់ថានៅគ្រប់ចំណុចលម្អិតទាំងអស់នៃចំណុចទី6នៃសេចក្តីប្រកាសមានពាក្យពីរឃ្លាគឺទី1វាស់វែងនឹងខណ្ឌសីមាព្រំដែនលើដីជាក់ស្ដែងលោកថាទី2គឺឃ្លាដែលនិយាយថាធ្វើការកែសម្រួលកាន់កាប់ដីនិងដីអាស្រ័យផលរបស់ភាគីទាំងពីរក្នុងន័យនេះលោកថាភូមិជោគជ័យនិងភូមិព្រៃច័ន្ទគុំអូបេជាន់ស្រុកអូជ្រៅនឹងប្រឈមការបាត់បង់ផ្នែកខ្លះទៀតទៅខាងភាគីថៃពីព្រោះគេសំអាងថាភាពជាក់ស្ដែងឈរជើងនៅលើទីតាំងជាក់ស្ដែងខណៈដែលភាគីកម្ពុជាមិនទាំងហ៊ានប្រើពាក្យថាថៃចូលទន្ទ្រានរួចឈរជើងនៅតំបន់ខ្លះក្នុងទឹកដីកម្ពុជាផងទេតាមរយៈការកាត់សម្គាល់នេះលោកម៉ែនណាតបន្តថារដ្ឋាភិបាលកម្ពុជាច្បាស់ជាមិនអាចទទួលបានកិច្ចព្រមព្រៀងសន្តិភាពស្មារភាពនិងយុត្តិធម៌ពីភាគីបានទេលោកថាមើលទៅតាមយន្តការដោះស្រាយកម្ពុជាថៃខាងលើរដ្ឋាភិបាលកម្ពុជាត្រូវបំភ្លេចចោលការដាក់ពាក្យប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទៅហើយពីព្រោះទំនងជាខ្លាចភាគីថៃខឹងសម្បាឬក៏អន់ចិត្តជាចុងក្រោយលោកថាតាមការយល់ឃើញរដ្ឋាភិបាលកម្ពុជាគូពិចារណាចំហរបស់ខ្លួនឡើងវិញមិនត្រូវទទួលយកលក្ខខណ្ឌរបស់ថៃទេព្រោះវាប្រឆាចពីខ្លឹមសារដើមនៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ1994និង1907និងផែនទីខ្នាត1លើ200,000ស្ដីអំពីករណីព្រំដែនគោកកម្ពុជាថៃនេះអញ្ចឹងលោកម៉ែនណាតក្នុងចំណុចនេះគឺលោកថាមានតែរឿងមួយទេបើអត់ប្តឹងទៅ ICJ គឺថៃគេអាចនឹងបានដីយើងបន្ថែមទៀតបាទនេះគឺជាការយល់ឃើញមួយជ្រុងរបស់លោកម៉ែនណាតហើយបងប្អូនដូចខ្ញុំបានជម្រាបចឹងបានស្ដាប់ការបកស្រាយសេចក្តីថ្លែងការណ៍រួមអីរបស់ភាគីទាំងថៃទាំងកម្ពុជានឹងហើយកម្ពុជាមើលទៅដូចជាក៏សប្បាយអរអេចដែរព្រោះអីថានឹងមានកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងកាឡាលំពួរដើម្បីឲ្យរឿងនេះគឺចប់ទៅវិលទៅរកភាពប្រក្រតីឲ្យបានឆាប់ដែរព្រោះលោកទាសីហាលោកថាចង់បានឲ្យមានភាពប្រក្រតីរស់នៅសុខសេមខ្សាន្តជាមួយនឹងប្រទេសថៃឲ្យបានឆាប់បងប្អូនកិច្ចព្រមព្រៀងសន្តិភាពនេះគឺមជ្ឈដ្ឋានទូទៅក៏មើលឃើញថាវាជាការដែលប្រឹងប្រញាប់ដើម្បីធ្វើយ៉ាងម៉េចឲ្យលោកត្រាំអាចចុះហត្ថលេខាទាន់អីចឹងទៅហើយអាការចុះហត្ថលេខាប្រញាប់ប្រញាល់ទាន់នេះគឺគេចេះតែភ័យថាខ្លាចតែមានការបាត់ដីបាត់អីរបស់ខ្មែរព្រោះអីធ្វើ
ដើម្បីស្អំចិត្តទាំងលោកត្រាំទាំងប្រជារដ្ឋាភិបាលថៃដើម្បីឲ្យរឿងនឹងឆាប់ចប់ប៉ុន្តែប្តីនឹងគឺនៅដោះស្រាយអត់បានព្រោះយើងមានតែថ្កោលទោសយើងមានតែតវ៉ាយើងមានតែ